លោកតារបស់សៀវឈិនហ្វាន់បានចូលបន្ទប់សង្គ្រោះបន្ទាន់សៀវឈិនហ្វាន់បានចូលទៅសួរតែត្រូវប្អូនប្រុសរបស់គាត់ច្រានគាត់ចេញជីវជឿបានរាប់ម្រាមដៃរួចនិយាយថាគាត់ទៅហើយឈិនហ្វាន់បានក្រឡេកមើលទៅជីវជឿពេលនោះសៀវប៉ាយបាននិយាយទៅកាន់នាងថានាងល្អិតមកពីណានិយាយផ្ដេសផ្ដាសស្អីហ្នឹងមិនបាននិយាយផ្ដេសផ្ដាសទេគឺលោកតាប្រើប្រាស់ថ្នាំពុលយឺតរយៈពេលវែងថ្ងៃនេះក៏រើឡើងពេលវេលាលោកតាមិនច្រើនទេម្ដាយរបស់សៀវប៉ាយបានយកដៃរុញកុមារទេពចេញរួចនិយាយថាក្មេងគ្រួសារណានឹងហ៊ានដាក់បណ្ដាសាមនុស្សចាស់ឲ្យគ្រួសារគេស្លាប់មានអ្នកប្រដៅទេបើគ្មានទេខ្ញុំប្រដៅគេឲ្យចុះស្ត្រីចិត្តអាក្រក់នោះលើកដៃវាយកុមារទេពតែត្រូវសៀវឈិនហ្វាន់ចាប់ជាប់ស្ត្រីនោះបានស្ដីឲ្យឈិនហ្វាន់ថាជួយការពារក្មេងស្រីនោះកុមារទេពពេលបានឈិនហ្វាន់ការពារនាងសប្បាយចិត្តណាស់មិនខ្លាចនរណាទាំងអស់ម្ដាយសៀវប៉ាយនិងឈិនហ្វាន់បានឆ្លោះគ្នាយ៉ាងខ្លាំងម្ដាយរបស់សៀវប៉ាយបាននិយាយឌឺដងឲ្យសៀវឈិនហ្វាន់តែត្រូវកុមារទេពប្រើយុទ្ធសើទះ2-3ដៃទុកជាមេរៀនថ្ងៃក្រោយអន់ចង់ហើយហាម៉ាក់តើយ៉ាងម៉េចនឹងជីវជឿសប្បាយចិត្តនាងបានឈរសាច់ពីក្រោយប៉ាប៉ារបស់នាងមើលទៅស្ត្រីចិត្តអាក្រក់នោះដូចជាមិនអស់ចិត្តសោះតួប្រុសរបស់យើងបាននិយាយថាជប់សម្ដែងទៅខ្ញុំមិនបានប៉ះពាល់នាងទេគ្រូពេទ្យចេញពីបន្ទប់ពិនិត្យជំងឺនិយាយទៅកាន់ឈិនហ្វាន់ថាលោកប្រុសសៀវលោកតាលោកប្រើប្រាស់ជាតិពុលប្រភេទយឺតរយៈពេលយូរគ្រឿងក្នុងនឹងរាងកាយរបស់គាត់របួសធ្ងន់ធ្ងរខ្លាចតែរស់មិនបាន2ថ្ងៃទៀតនោះទេសៀវឈិនហ្វាន់គិតក្នុងចិត្តថាជីវជឿនិយាយត្រូវទៀតហើយជីវជឿបានមកចាប់ដៃប៉ាប៉ានាងប្រាប់ថាកុំឲ្យបារម្ភអីប៉ាប៉ាកុំពិបាកចិត្តអីលោកតាគ្មានបញ្ហាអីទេឯងជាក្មេងម្នាក់យល់ដឹងស្អីទៅពេទ្យនិយាយឲ្យថាជួយមិនបានទេជីវជឿប្រាប់ប៉ាប៉ានាងថាដរាបណាមានខ្ញុំនៅខ្ញុំថាគ្មានរឿងអីគឺគ្មានរឿងអីហើយឈិនហ្វាន់ធ្វើមុខឆ្ងល់រួចនិយាយថាខ្ញុំបែរជាមកជឿពាក្យក្មេងនិយាយផ្ដេសផ្ដាសទៅវិញកុមារទេពបានលើពីរអ្នកម្ដាយកូននោះនិយាយគ្នាម៉ាក់ខូខើដែរតើមរណៈខ្លាចជាការពិតធ្វើបានអស់ហើយមែនទេទុកចិត្តចូលឲ្យតែតាកញ្ចាននេះស្លាប់ទៅកូនគឺជាអ្នកស្នងមរតកគ្រួសារសៀវប្រកាសជាត្រូវជន់កូនគេដល់បាត់ជើងហើយជីវជឿគិតថាឲ្យតែមាននាងនៅអ្នកស្នងមរតកគឺជាប៉ារបស់នាងនាងបានយកផ្លិតទឹកដែលលោកគ្រូរបស់នាងបានឲ្យមុនចុះពីភ្នំយកមកប្រើនាងបានយកដៃដាក់ចូលក្នុងអាវបរោះចិត្តអាក្រក់នោះនាងសួរថាលោកពូទី2ក្តៅដែរទេចាំខ្ញុំបកផ្លិតឲ្យពូសៀប៉ាយបានរុញកុមារទេពចេញតែត្រូវឈិនហ្វាន់ចាប់ជាប់សៀប៉ាយមានអាការៈឈឺពោះក៏រត់ចូលបន្ទប់ទឹកបាត់ទៅកុមារទេពនិយាយក្នុងចិត្តថាលោកតាមិនអាចស្លាប់បានទេប៉ាខ្ញុំមិនទាន់ខ្លាយជាអ្នកស្នងមរតកទេនាងបានឈរយំនៅមាត់ទ្វារហើយស្រែកថាមើលខ្ញុំទៅលោកតាមិនអាចស្លាប់បានទេមិនអាចទេតែស្ត្រីចិត្តអាក្រក់បានរុញនាងដួលទៅលើដីនាងបានប្រាប់ស្ត្រីនោះថាខ្ញុំត្រូវតែស្រែកយំព្រោះខ្ញុំកំពុងជួយមនុស្សកុមារទេពកំប្រឹងស្រែករហូតដល់លោកតានាងរស់ឡើងវិញស្ត្រីចិត្តអាក្រក់និយាយថាក្មេងគឺនៅតែជាក្មេងគិតថាខ្លួនឯងជាទេវតាមកស្រែកពីល្បីម៉ាត់មនុស្សរស់ឡើងវិញហើយឬគ្រូពេទ្យបានយកលោកតាចេញពីបន្ទប់សង្គ្រោះបន្ទាន់ស្ត្រីចិត្តអាក្រក់នោះភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញលោកតាមិនកើតអីលោកតាបាននិយាយទៅកាន់អ្នកទាំងនោះថាតាមិនទាន់បានសម្រេចឲ្យអ្នកណាស្នងត្រកូលផងឲ្យតាស្លាប់មិនកើតសៀប៉ាយចេញពីបន្ទប់ទឹកឃើញដូចនេះក៏ស្រឡាំងកាន់តែម្ដងលោកគ្រូពេទ្យបានប្រាប់ឈិនហ្វាន់ថាសាច់ញាតិមានឥទ្ធិពលធំប្រកាសជាក្មេងជាអ្នកហៅគាត់ហើយទើបធ្វើឲ្យគាត់ចង់រស់ឡើងវិញពីរអ្នកម្ដាយកូនបានខ្សឹបគ្នាតិចៗថាម៉ាក់ក្រែងម៉ាក់និយាយថាតាចាស់នោះប្រកាសជាស្លាប់ហើយយើងបន្ថែមកម្រិតមិនទាន់គ្រប់គ្រាន់មិនអីទេពួកយើងនៅមានឱកាសទៀតនៅក្រៅគេប្រកាសជាងើបមិនបានឡើយជីវជឿនាងក៏បានលើពីរអ្នកនោះនិយាយគ្នាដែរលោកតាបានប្រាប់សៀវឈិនហ្វាន់ឲ្យមកកាន់តំណែងនិងទទួលមរតកពីគាត់តែតួឯកប្រុសយើងមិនព្រមឈិនហ្វាន់បានក្រវាសដៃចេញពីលោកតារួចនិយាយថាតាំងពីលោកតាដេញម៉ាក់ខ្ញុំចេញពីគ្រួសារសៀវពេលដែលគាត់ទៅស្លាប់នៅខាងក្រៅខ្ញុំនិងគ្រួសារសៀវគ្មានអ្វីតាក់ទងគ្នាទៀតទេគ្រួសារសៀវទោះបីជាមិនមែនជាគ្រួសារលំដាប់កំពូលមានអំណាចក៏ជាគ្រួសារអាជីវកម្មម្នាក់ទី1នៅអ៊ីនធីងនេះដែលមិនបានជាឯងយកអំណាចទ្រព្យមួយនេះយកមកប្រឆាំងនឹងខ្ញុំជីវជឿបានប្រាប់លោកតាថាប៉ាចង់បានដែរគាត់គ្រាន់តែអៀនឈិនហ្វាន់បានចាប់ពោជីវជឿទៅផ្ទះវិញព្រោះនាងនិយាយច្រើនពេកសៀប៉ាយគិតក្នុងចិត្តថាមើលទៅតាកញ្ចាស់នេះនៅតែសង្ឃឹមថាសៀវឈិនហ្វាន់នឹងទទួលមរតកខ្ញុំត្រូវតែប្រញាប់រកមធ្យោបាយកម្ចាត់គេចេញមិនចឹងទេគេប្រកាសជាកម្ចាត់ខ្ញុំចេញនឹងហើយអ្នកទាំងអស់គ្នាសិស្សច្បងជីវជឿក៏បានចុះពីភ្នំមកកាន់ទីក្រុងនេះគាត់បានដឹងរឿងរ៉ាវរបស់សៀប៉ាយនិងម្ដាយគេដែលដាក់ថ្នាំសម្លាប់លោកតាដែរសិស្សច្បងរបស់ជីវជឿសុំរួមដៃជាមួយសៀប៉ាយដើម្បីកម្ចាត់សៀវឈិនហ្វាន់និងជីវជឿចេញពីត្រកូលនោះសៀប៉ាយមិនព្រមទេតែត្រូវគ្រូសិស្សចិត្តអាក្រក់នោះប្រើមន្តអាគមបង្ហាញសៀប៉ាយសៀប៉ាយឃើញខ្លាំងពូកែក៏សុំអង្វរឲ្យគ្រូសិស្សនោះជួយខ្លួនផងទៅគ្រូសិស្សនោះប្រាប់សៀប៉ាយថាខ្ញុំមករកលោកលើកនេះដើម្បីធ្វើជាក្នុងបង្អែកនោះទេឲ្យតែលោកទទួលបានមរតកក្នុងរយៈពេល5ឆ្នាំនឹងក្លាយជាអភិជនលំដាប់ខ្ពស់ក្លាយជាមេប្រទេសអ៊ីនពិតមែនហេខ្ញុំពិតជាទទួលបានលទ្ធផលបែបនេះពិតមែនហេលោកគ្រូសូមជួយខ្ញុំផងឲ្យតែខ្ញុំទទួលបានមរតកខ្ញុំនឹងឲ្យលោកគ្រូញ៉ាំឆ្ងាញ់ផឹកឆ្ងាញ់ជាមិនខានទុកចិត្តចូលខ្ញុំនឹងជួយដោះស្រាយបញ្ហារបស់សៀវឈិនហ្វានលោកគ្រូសៀវឈិនហ្វាននេះទោះបីជាគេមិននៅគ្រួសារសៀវក៏ជាសម្រាមមួយដែលចង់សម្លាប់គេវាមិនងាយស្រួលទេខ្ញុំបានបញ្ជូនមនុស្សឲ្យទៅសម្លាប់គេប៉ុន្មានដងហើយប៉ុន្តែមិនទទួលបានជោគជ័យនោះទេ
មានអារម្មណ៍ថាគេដូចជាពិបាកស្លាប់ណាស់នោះគឺព្រោះតែលោកមិនទាន់បានជួបជាមួយនឹងខ្ញុំ ពេលនេះជីវជឿនិងប៉ារបស់នាងកំពុងញ៉ាំអាហារនៅក្នុងផ្ទះរបស់ពួកគេមើលទៅហាក់ដូចជាសប្បាយចិត្តណាស់ជីវជឿនាងមិនធ្លាប់បានញ៉ាំអាហារឆ្ងាញ់បែបនេះពីមុនមកទេនាងបានប្រាប់សៀវឈិនហ្វាន់ថា ប៉ាយល់ព្រមនឹងលោកតាស្នងរដកគ្រួសារសៀវទៅខ្ញុំសូមនិយាយម្ដងទៀតខ្ញុំមិនមែនជាប៉ាឯងទេណានៅមានទៀតបើខួរក្បាលតូចរបស់ឯងនៅចាំច្បាស់នោះខ្ញុំសៀវឈិនហ្វាន់និយាយមួយមិនមែនពីរទេមិនស្នងរដកគឺមិនស្នងហើយប៉ាយល់ព្រមនឹងលោកតាស្នងរដកលោកគ្រូនិយាយហើយនៅកម្មវិធីជប់លៀងគ្រួសារសៀវបើប៉ាមិនស្នងរដកទេប្អូនជីដូនមួយរបស់ប៉ានឹងទទួលហើយប្រើអំណាចគ្រួសារសៀវធ្វើឲ្យក្រោមមេឃវឹកវរខ្ញុំក៏ស្លាប់ដែរហេយើងបែរជាមកស្ដាប់ក្មេងនិយាយផ្ដេសផ្ដាស់ទៅវិញសៀវប៉ៃអាហារបញ្ជូនគេទៅមណ្ឌលកុមារកំព្រាហើយរកគ្រួសារមួយឲ្យគេចិញ្ចឹមទៅលោកប៉ាកុំដេញខ្ញុំចេញបានទេខ្ញុំមិននិយាយច្រើនទៀតទេល្អខ្ញុំមិនដេញឯងចេញទេអរគុណលោកប៉ាបើអញ្ចឹងពួកយើងបានភ្ជាប់គ្នាចិត្តនឹងចិត្តរួចហើយខ្ញុំអាចមានអារម្មណ៍ដឹងស្ថានភាពរបស់លោកប៉ាគ្រប់ពេលអរគុណច្រើនហើយឆាប់ញ៉ាំរបស់កូនទៅសៀវប៉ៃបានប្រាប់សៀវឈិនហ្វាន់ថានៅក្រុមហ៊ុនមានរឿងហើយឈិនហ្វាន់ក៏បានប្រញាប់ប្រញាល់ចេញទៅកុមារទេពអង្គុយបកផ្លិតនៅលើកៅអីពេលនោះបន្តោងទឹកក៏បានបាញ់ចេញពន្លឺប្រាប់ពីហេតុការណ៍កំពុងកើតមានឡើងចំពោះប៉ារបស់នាងបានប្រើយុទ្ធសិលបំបាំងកាយដើម្បីទៅជួយលោកប៉ារបស់នាងវីវហើយលោកប៉ាមានគ្រោះថ្នាក់វិជាគុណសុនខុនគ្មានគូប្រៀបស្ដាប់តាមបញ្ជាឆាប់បញ្ជូនខ្ញុំទៅជួបលោកប៉ាភ្លាម